ពុទ្ធបរិស័ទទាំងឡាយគេទៅវត្តគេទៅវាឃើញរូបព្រះគេអាចថ្វាយបង្គំបានគេធ្វើបុណ្យជាមួយនឹងព្រះពុទ្ធប៉ុន្តែព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងថាមេត្តាបិតានេះគឺជាតួព្រះអរហន្តសម្រាប់កូនជាអហន័យបុគ្គលសម្រាប់កូនគូនឹងទទួលទេយទានទាំងឡាយដែលកូនទំនុកបំរុងពីព្រោះព្រះអង្គឲ្យតម្លៃមេត្តាបិតាធ្ងន់ដូច្នោះមេត្តាបិតានេះគឺជាកំណើតនៃមនុស្សសត្វមេត្តាបិតាជាអ្នកបង្កើតព្រះពុទ្ធឲ្យមានឡើងក្នុងលោកមេត្តាបិតាលោកមានកាតព្វកិច្ចឃុំគ្រងរងថែរក្សាការពារកូនច្រើនណាស់ដែលអ្នកប្រាជ្ញបុរាណណាចារ្យលោកឲ្យឈ្មោះមុនដំបូងលោកហៅថាសុហទាជាស្រីមានចិត្តល្អពេលដែលកូនមកចាប់បដិសន្ធិក្នុងផ្ទៃត្រូវការដើរលូតហក់តោងបូតលីសែងប្រលេះបេះរបស់ដែលធ្ងន់អីយ៉ាងណាក៏គាត់អាណិតអាសូរកូនមិនហ៊ានលូតមិនហ៊ានលោមិនហ៊ានតោងជុំបូតបេះភិរៈចាប់ផ្ដើមធ្លាក់ទៅលើលោកឪពុកលោកហៅថាតោហលនីឈ្មោះមួយទៀតថាជាស្រីចាញ់កញ័រលហិតលហៃអាស្រ័យបុតភ្ងាមកផ្ញើជីវិតទោះបីចង់ក្អួតចង់ចង្អោហើមជើងហើមដៃស្ពឹកចុកសៀតណែនយ៉ាងណាក៏តស៊ូដើម្បីថែរក្សាកូនស៊ូហូបថ្នាំថែរក្សាកការចាញ់កញ័រលហិតលហៃអស់រយៈកាលជាច្រើនក៏គាត់សុខចិត្តតស៊ូតែនេះបានមានឈ្មោះហៅថាសុខទាតោហលនីមួយទៀតលោកហៅថាជានេតីនិងជាអ្នកយន្តតីជានេតីជាស្រីបង្កើតកូនបានជាអ្នកយន្តតីជាស្រីញ៉ាំងកូនឲ្យកើតបានដែលយើងហៅថាឆ្លងទន្លេគឺបថុយជីវិតនិងឧបសគ្គគ្រោះថ្នាក់ទម្រាំនឹងបានរូបរាងយើងឡើងមកនេះភ័យអទាំងឪពុកទាំងម្ដាយដូច្នេះហើយម្ដាយខ្លះស្លាប់នៅពេលប្រសូតបុត្រនោះក៏ច្រើនអញ្ចឹងការដែលឆ្លងទន្លេបថុយនឹងឧបសគ្គគ្រោះថ្នាក់នេះវាលំបាកវាលំបិនខ្លាំងណាស់ដូចជាបថុយប្រឋានជាមួយនឹងក្រពើឆ្លាមមកទឹកជន់លងផង់លិចនៅក្នុងទន្លេដូច្នោះបានជាបុរាណហៅថាឆ្លងទន្លេធ្លាក់ឈាមហូរឈាមតោកយ៉ាក់លំបាកបន្ទាប់ពីថែរក្សាកអស់9ខែ10ខែលំបាកស្គមរិញរៃឬក៏លំបាកចុកជើងដៃយ៉ាងណាឥឡូវទទួលភារៈជាអ្នកយន្តតីជានេតីបន្តទៀតពុទ្ធបរិស័ទជាញោមស្រីធ្លាប់ឆ្លងកាត់រឿងនេះក៏បានដឹងក៏ប៉ុន្តែបើញោមប្រុសមិនដែលឆ្លងកាត់ទេមានតែកាប់ដុំថ្មប្រហែលជា3គីឡូអីឲ្យចងជាប់នឹងពោះសាកមើលងូតទឹកស្ពាយងូតទឹកហូបបាយស្ពាយហូបបាយដោយគ្រប់9ខែ10ខែទៅវាលំបាកក៏ប៉ុណ្ណាមេដានោះក៏លំបាកប៉ុណ្ណោះឯងក៏ប៉ុន្តែបើតាមគិតមើលទៅមិនបាន2ម៉ោងទេមកតែស្រាយចេញហើយដូចជាទៅបាក់ទ្រាំណាស់ពេលប្រសូតមកហើយប្រពុតឲ្យឈ្មោះមួយទៀតហៅថាតោសេនតីបរោះស្ត្រីចេះលួងលោមថ្នាក់ធ្នមកូនកូនយំកូនយ៉ែកស្រែកទួញថាឯងនៅពីកំមុំកំឡោះខ្មាស់គេមិនហ៊ានស្រែកបំពេខ្លាចគេថាឯងអាឡេអាឡូក៏ប៉ុន្តែពេលនេះកូនយំធ្ងោទៅហើយត្រូវទៅលួង3បំធ្នមបំពេកូនខ្មាស់ណាខ្មាស់ទៅក៏ដើរចំណោមក៏ហ៊ានបំបៅកូនដែរនេះហើយគេហៅថាតោសេនតីបន្ទាប់មកទៀតប្រពុតឲ្យឈ្មោះថាបោសេនតីបរោះស្ត្រីជាអ្នករកចិញ្ចឹមទំនុកបំរុងកូនទោះបីស្រុកឆ្ងាយចិត្តតោកយ៉ាក់លំបាកវេទនាបថុយជីវិតនឹងឧបសគ្គគ្រោះថ្នាក់រូបរាងទន្ទ្រានក្នុងព្រៃភ្នំក្រំថ្មយកលុយកាក់មកចិញ្ចឹមកូនក៏មានអ្នកខ្លះទៅតាមស្ទឹងបឹងទលេតាមព្រៃតាមផ្សាយយកជីវិតទៅបថុយនឹងសត្វកាចអាសេរពឹសជំងឺចាញ់អ្នកខ្លះយកជីវិតទៅបថុយក្នុងសមុទ្រដើម្បីឲ្យតែបានលុយកាក់ចិញ្ចឹមកូនម្ដាយឪពុកសុខចិត្តទាំងអស់មួយទៀតអ្នកខ្លះទៀតទៅស៊ីឈ្នួលជួលបំរើគេស្ដីគេជេរគេថាដូចឆ្កែដូចឆ្មាយ៉ាងណាអោនក្បាលតត្រុកឲ្យគេប្រើចោះឲ្យតែបានលុយកាក់ចិញ្ចឹមកូនអ្នកខ្លះភៀសខ្លួនរហូតស្រុក1ស្រុក2ខេត្ត1ខេត្ត2ធ្លាក់ប្រទេសគេទៀតដើម្បីយកលុយកាក់ចិញ្ចឹមកូនត្រង់នេះហើយការតោកយ៉ាក់លំបាកវេទនានេះម្ដាយខ្លះឪពុកស្លាប់ទៅនៅម្ដាយមេម៉ាយមេព្រៅដើរបេះតកូនតកៀតករៀតដូរពហុដូរជ្រក់ដូរម៉ាំលក់ចិញ្ចឹមកូនតម្រាំរស់តស៊ូលំបាកប៉ុណ្ណឹងប្រពុតឲ្យឈ្មោះហៅថាបោសេនតីបានបន្ទាប់មកទៀតលោកហៅថាពុទ្ធទេវីជាទេវតាដើមអ្នកថែរក្សាកូនតាំងតែពីកូននៅក្នុងផ្ទៃមកម្លេះសំបីតសត្វសាហាវពោះវែកអីហ្នឹងគឺថាម្ដាយមានផ្ទៃពោះដើរទៅក្បែរពោះនោះវាបាក់អាទេសបល់មិនរួចទេគេហៅថានឹងឲ្យចំហាយនៃព្រំវិហារធម៌របស់ម្ដាយឪពុកដែលបិទបាំងរនាំងចិញ្ចាំងការពារកូនឲ្យជ្រកក្នុងមលុបដ៏ប្រពៃថ្លៃថ្លានេះបាទលោកថាព្រំវិហារនេះជាជំរកដ៏ឧត្តមប្រពុតឲ្យឈ្មោះមួយទៀតថាព្រះមេត្តាបិតាជាព្រះព្រំពីព្រោះលោកមានព្រំវិហារធម៌ក្រាលគ្រប់ដណ្ដប់លើរូបរាងកាយកូនព្រះអង្គឲ្យឈ្មោះថាជាពពាចាមួយទៀតជាអ្នកបង្ហាត់បង្រៀនកូនពីដេកពីដើរពីឈោងអង្គុយនិយាយស្ដីហូបចុកចូលចំណោមយ៉ាងណាទម្រាំបានចូលដល់សាលាមេត្តាបិតាអប់រំថ្នាក់ថ្នមដឹកនាំបង្ហាត់បង្រៀននិយាយស្ដីថាហើយដូច្នេះហើយបានគេថាជាគ្រូអាចារ្យខាងដើមឯចំណែកខាងទីមួយទៀតហ្នឹងលោកហៅថាជាអាហន័យបុគ្គលសម្រាប់កូនគឺជាអ្នកគួរទទួលនៅទានដែលកូនត្រូវធ្វើកូនត្រូវជួនគោរពប្រតិបត្តិចំពោះធ្វើបុណ្យជាមួយព្រះបានបុណ្យយ៉ាងណាធ្វើបុណ្យជាមួយមេត្តាបិតាយើងហ្នឹងក៏បានបុណ្យដូចជាមួយព្រះដែរហើយបើសិនជាសម្រាប់ពុទ្ធអនន្តរិយកម្មសម្រាប់មេត្តាបិតាក៏អនន្តរិយកម្មអាស្រ័យហេតុនឹងហើយបានជាលោកនិទានប្រវត្តិរឿងរ៉ាវមកពីស្ត្រីម្នាក់នោះយកចេកទៅថ្វាយព្រះទីព្រះអង្គក៏សួរថានាងថ្វាយព្រះឲ្យផ្ទះហើយនៅនាងឆ្លើយថាផ្ទះខ្ញុំព្រះអង្គអត់មានព្រះទេ
ប្រពុតថាមានឲ្យទៅរកព្រះឲ្យផ្ទះព្រះនៅផ្ទះមានឲ្យនាងទៅរកផ្ទះយួរចេកនឹងដើររកព្រះវាមិនឃើញសោះយួរចោះយួរឡើងយួរចោះយួរឡើងវែករកអស់ហើយគ្រប់កលុកកលៀបកលែងរកមើលឲ្យព្រះនៅឯណាមិនក៏វាមិនឃើញនិយាយពីម្ដាយចាស់ឃើញចេកកូនឃ្លានសម្លឹងភ្លឹះស្រាប់តែចេកមួយវាទុនកល្បេះធ្លាក់ខ្វៀកម្ដាយនឹកអព្រឹកអានឹងតំណងបានអញនៅស្ងៀមជាជាងទំនេរហាមាត់សុំគេគេលោបានណាបថុយហើយកូនអាមួយធ្លាក់ហ្នឹងឲ្យម៉ែមកកូនអានឹងវាធ្លាក់ឲ្យម៉ែឯងយកទៅហុចមកឲ្យម៉ែនេះអព្រឹកអញថាបានអញបានមែនតែស្និទ្ធបានមួយបកខ្វោកដាក់ធ្លប់ឆ្ងាញ់របស់គាត់មែនអញ្ចឹងហើយបានជាអាចារ្យអ៊ូចង់ដាស់តឿនក្រើនរំលឹកថាកូនខ្លះជឿបនខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តវាម៉ែឪស្រីឃ្លានចង់បានណាភ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញ័រពោះញើសខ្ចាយឃើញសម្លគេកូនឆ្លើយវឹងថ្កានថាมันបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪប្រាប់ថាបើកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកគេថាបាបមិនឲ្យហូបហើយក៏យកបាបមកគំរាមទៀតបានជាស្ត្រីនោះយកចេកទៅដល់វត្តវិញទៅថ្វាយព្រះព្រះអង្គសួរទៀតថាម៉េចទៅនាងមានឃើញព្រះទេអត់ទេព្រះអង្គរកអស់អាលីងគ្មានឃើញទេអត់មានឃើញព្រះអីសោះរកអស់ហើយទៅចុះបាត់ចេកមួយនោះទៅណាអាមួយនឹងវាបាក់ធ្លាក់បាក់កឲ្យម៉ែគាត់ហូបបាត់ហើយបានប្រពុតបំភ្លឺប្រាប់ថាម៉ែនឹងហើយគឺជាព្រះដែលព្រះអង្គឲ្យទៅតាមរនឹងគឺម៉ែនឹងហើយជាព្រះហើយយើងរំលងម៉ែនឹងមិនឲ្យមិនគិតមិនគូដល់ម៉ែនឹងអានឹងហើយវាត្រូវជាបាបកម្មរបស់កូនហើយទង្វើបែបនោះមិនប្រពៃឡើយចឹងចង់ធ្វើបុណ្យជាមួយព្រះនៅឯវត្តត្រូវគិតព្រះនៅឯផ្ទះព្រះអង្គបំភ្លឺប្រាប់ថាមេត្តាបិតានឹងហើយដែលជាព្រះដូច្នេះសរុបគោលធម៌ឡើងវិញពនាមនេះយ៉ាងហើយមាន10ឈ្មោះដែលប្រពុតត្រង់ឲ្យត្រួសដែលយើងបានដឹងលឺអំបញ្ញនេះជាតួមេត្តាបិតាហើយអ្នកបង្កើតហើយអ្នកចិញ្ចឹមអ្នកបីបំថ្នាក់ធ្នមថែរក្សាកូនឲ្យរស់ឲ្យរៀនមានជីវិតអាយ៉ាងខោកាយោរូបិចាតុមហាពុទ្ធិកោមេត្តាបេតិកសម្ពវោអោតនៈកុមាសឧច្ចយោរូបរាងកាយនៃកូនចៅប្រុសស្រីដែលមានវ័យវឌ្ឍនាការចម្រើនកើតឡើងធំឡើងជាលំដាប់ប៉ុណ្ណេះដោយសារអីថាដោយសារមហាពុទ្ធរូបរបស់ម្ដាយឪពុកដោយសារធាតុដីទឹកភ្លើងខ្យល់ទឹកដោះម្ដាយថ្លៃបាយទឹកនំចំណីដែលម្ដាយឪពុកចិញ្ចឹមបីបំធ្នមរក្សាទើបកូននឹងឯងរស់រៀនមានជីវិតបានមិនមែនកើតឡើងរស់តែឯងនោះទេពុទ្ធបរិស័ទទាំងឡាយនេះហើយស្គាល់ហើយមេត្តាស្គាល់ហើយបិតាឥឡូវនិយាយពីកតបកិច្ចតួនាទីរបស់ខ្លួនយើងវិញបើកូនណាជាកូនល្អត្រូវកាន់តាមតួនាទីរបស់ខ្លួនថាតោនេសੰភរិសាមិបើគាត់ធ្លាប់ចិញ្ចឹមយើងចិញ្ចឹមគាត់វិញកិច្ចចាំងនេសੰក្រេសាមិបើគាត់មានកិច្ចរវល់ឯណានីមួយយើងមកជួយកិច្ចការងារគាត់បិទហាងបិទតូបផ្អាកសម្រាប់ការងារយើងមកជួយគាត់សិនក៏លវាងសੰតបេសាមិប្រតិបត្តិថែរក្សាពូជពងវងតកូលកុំឲ្យធ្លាក់ចុះទាយាជាងបដិបាជាមិថែរក្សាប្រព្រឹត្តអរិយាមេរយាទទទួលយកទ្រព្យមរតកគេអកពីគាត់នឹងកុំឲ្យវាបាត់ហិនហើយខ្លោចផ្សាទៅនេះគាត់នៅរស់ហើយចុះបើគាត់ស្លាប់ទៅបាត់ហើយព្រះពុទ្ធតក្កិណាអនុបតិសាមិឬតក្កិណាអនុបតិសតិលុះណាតែកូនចៅធ្វើបុណ្យតក្កិណាអនុបតិនោះទៅឲ្យទៅឈ្មោះថាជាកូនល្អឥឡូវយើងធ្វើហើយបើគាត់នៅរស់រៀនមានជីវិតជូនបាយជូនទឹកជូននំជូនចំណីត្រីសាច់សពុតខោអាវសាវស្បៃបច្ច័យលុយកាក់ប្រាក់កាសនេះបើគាត់នៅរស់គួរច្បាច់អស់អញរំកិញចិត្តទឹកក្តៅទឹកត្រជាក់ឥឡូវបើគាត់ស្លាប់បាត់ហើយមានតែផ្លូវមួយយ៉ាងគត់គឺធ្វើបុណ្យតក្កិណានុបទានបុណ្យតក្កិណានុបទានគឺយើងកំពុងធ្វើនឹងឯងហៅថាខួបមួយឆ្នាំអីហ្នឹងជាតក្កិណានុបទានហើយពីព្រោះក្រោយពេលដែលមេត្តាដែលលោកស្លាប់ទៅកូនចៅយ៉ាងហោចធ្វើបុណ្យ3បុណ្យទី1ហៅថាបុណ្យជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពតាមប្រពៃណីទំនៀមទម្លាប់ជាតិសាសន៍និងប្រពៃណីរបស់សាសនាបុណ្យទី2ហៅថាបុណ្យមរណៈសង្គ្រោះគឺគេសង្គ្រោះដល់អ្នកស្លាប់សង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់សម្ដៅទៅលើពុទ្ធបរិស័ទនឹងមកចូលរួមការដែលមកចូលរួមនឹងត្រូវសង្គ្រោះសង្ឃៈគ្នាដោយធម៌4យ៉ាងទានអ្នកមកចូលចាប់មគ្គផលតាមមានតាមបានពយៈវច្ចៈពលពាក្យពិរោះជាទីស្រឡាញ់ដល់គ្នានឹងគ្នាអត្តចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាកុំចាំតែគេជួលអីចេះអីក៏ជួយនឹងទៅសមានណតតាទម្លាក់មានអ្នករបស់ខ្លួនប្រទីបមកស្មើនឹងអ្នកស្រុកអ្នកភូមិដែរធ្វើសាមញ្ញអញ្ចឹងទៅជីវិតមួយដូចគ្នាស្លាប់ម្ដងម្នាក់ដូចគ្នាម្ដងម៉ែគេម្ដងម៉ែយើងទាំង4នេះគេហៅថាសង្ឃៈធម៌ត្រូវប្រព្រឹត្តក្រោយបុគ្គលណាម្នាក់ដែលស្លាប់ទៅបុរាណលោកហៅថាបុណ្យនឹងឯងមរណៈសង្គ្រោះរីឯបុណ្យជាបណកិច្ចនឹងគឺការរៀបចំទុកដាក់សពប្រព្រឹត្តទៅដោយធម៌ដោយវិធី4យ៉ាងគឺយកទៅចោលក្នុងព្រៃមួយយកទៅកប់ក្នុងដីមួយយកទៅបដែតក្នុងទឹកមួយបូជាដោយភ្លើងមួយឥឡូវយើងបានឆ្លងរួចបុណ្យ2បុណ្យទី3គឺបុណ្យតក្កិណានុបទានគឺការឧទ្ទិសកុសលផ្ញើបញ្ជូនទៅឲ្យគាត់បន្ថែមទៀតពុទ្ធបរិស័ទទាំងឡាយមេត្តាបិតាដែលស្លាប់ទៅនោះទ្របមាសពេជ្រកែវកងដីធ្លីស្រែចម្ការរបស់របរណាក៏មិនអាចយកទៅបានដែរដូច្នេះលោកថាធម៌2ធម៌3ជាប់ខ្លួនធម៌4ជាប់សាច់ធម៌1កាត់ផ្ដាច់នៅសល់ធម៌2ថា3ជាប់ខ្លួនអនិច្ចំទុក្ខអនត្តា4ជាប់សាច់គឺជាដីទឹកភ្លើងខ្យល់អូចំណែក1កាត់ផ្ដាច់គឺសេចក្តីស្លាប់ដល់តែស្លាប់ទៅហើយនៅសល់ធម៌2គឺបុណ្យហើយនឹងបាបវាប្រទាញគ្នាដូចអញ្ជិញប៉ងអញ្ចឹងបើខាងណាធ្ងន់ជាងវាទៅខាងនោះ
បានជាក្រោយពេលអ្នកស្លាប់គេកាន់ទុកគេដាក់ពណ៌សពណ៌ខ្មៅគេតុបតែងរួមដាក់ពណ៌សពណ៌ខ្មៅថានៅតែពីរហ្នឹងទេគឺសមួយខ្មៅមួយគឺបនមួយបាបមួយនឹងឯងបើបាបនៅខ្លាំងជាងទាញទៅកើតកន្លែងបាបបើបននឹងខ្លាំងជាងទាញមកកើតកន្លែងបនអាស្រ័យហេតុនេះហើយបានជាកូនចៅនឹករលឹកថាបើសិនជាគាត់មិនបានយកមាសពេជ្រលុយកាក់ប្រាក់កាសទៅទេគាត់ទៅបានតែបនជាប់ខ្លួនប្រមាណហ្នឹងអញ្ចឹងយើងផ្ញើបនបន្ថែមទៅឲ្យទៀតហើយផ្ញើបនបន្ថែមហ្នឹងបីដូចផ្ញើលុយផ្ញើសហុយជូនគាត់ឲ្យគាត់បានបរិភោគបានពិសាបានដំណើរដើមទុនបានដើមទុនធ្វើដំណើរមកកើតជាមនុស្សទេវតាវិញអាហ្នឹងហើយគេហៅថាតក្កិណានុបទានញោមតក្កិណានុបទាននេះធ្វើប្រកបទៅដោយអង្គ3បានបើមិនអញ្ចឹងមិនបានទេបែកការរឿងហ្នឹងពីសម័យព្រះក្នុងសម័យថ្ងៃមួយនោះឯងមានបរោះម្នាក់ដែលមានសម្ដែងក្នុងសកិលកៈសូត្រផ្ដាំកូនថាណែកូនអើយកូនឯងឪពុកស្លាប់ទៅកុំភ្លេចគោរពបូជាថ្វាយបង្គំទិសទាំង6ណាកូនកូននោះទទួលពាក្យឪពុកថាកំភៃឪចាំខ្ញុំថ្វាយបង្គំទិសទាំង6តាមបណ្ដាំរបស់ឪមិនយូរប្រហែលឪពុកនឹងក៏ស្លាប់ទៅហើយកូននឹងឯងចាំពីឪពុកនឹងគិតតែពីបូជាគោរពថ្វាយបង្គំទិសទាំង6ត្រង់ថាខ្មោចឪពុកអត់អីមិនដឹងដែរព្រលឹមឡើងចេញទៅក្រៅភូមិថ្វាយអង្គមផ្ដិតផ្ដងពីជើងពីត្បូងពីលិចពីកោតឲ្យគ្រប់ទិសទាំងអស់រាល់ថ្ងៃមួយប្រពុតយាងមកពេលព្រឹកព្រលឹមព្រះអង្គក៏សួរថាមនាលមាននប់ណាឯងធ្វើអីមានមុខមានសក់តែទឹកជោគអញ្ចឹងមាននប់ដល់ឆ្លើយផ្លែតថាគោរពតាមពីឪពុកព្រះអង្គឪពុកនឹងផ្ដាំថាឲ្យគាត់ស្លាប់ទៅឲ្យកូនថ្វាយអង្គមទិសទាំង6ឥឡូវកូនថ្វាយអង្គមតាមណាត្រង់បនអីអត់ធ្វើទេគាត់ទៅថ្វាយអង្គមបានប្រពុតថាមនាលមាននប់ទិសទាំង6ក្នុងសាសនាតថាគតនេះមានន័យចេះទេឪពុកម្ដាយមិនអាចនៅចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមកូនរហូតបានទេប៉ុន្តែបើកូនណាកាន់ធម៌ទាំង6យ៉ាងបានម្ដាយដែលស្លាប់ទៅនោះហាក់ដូចជាអត់ស្លាប់អញ្ចឹងដូចម៉ែនៅតែមើលកូនម៉ែនៅតែថែកូនម៉ែនៅតែជាមួយកូនអញ្ចឹងហើយបើសិនជាកូនណាកាន់ធម៌ទាំង6យ៉ាងនេះមិនបានទេឪពុកម្ដាយដែលស្លាប់ទៅឆ្ងាយពីកូនណាព្រះអង្គសម្ដែងថាធម៌ទាំង6យ៉ាងហ្នឹងគឺស្អីគឺកុំឲ្យកូនទៅប្រព្រឹត្តអបាយមុខទាំង6យ៉ាងមានលបែងស្រីស្រាពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាសេចក្តីខ្ជិលច្អូននិងខ្សែគប់បាបប្រមិតឯណោះថាបើកូនប្រព្រឹត្តវាចារបស់ទាំង6យ៉ាងហ្នឹងហើយឈ្មោះថាថ្វាយអង្គមទិសទាំង6ហើយម៉ែឪដែលស្លាប់ទៅដូចនៅថែរក្សាកូនជានិច្ចព្រះអង្គក៏លើកសម្ដែងពីទោសឲ្យស្ដាប់ថាការប្រព្រឹត្តខុសនៅក្នុងរបស់ទាំង6មុខនឹងវាមានទោសដូចជាទៅដើរលេងហួសពេលវេលានោះវាទៅជាបង្កតំណោះតោះតែងខ្វែងកំណត់គ្នាទៅជន់ដានជើងចោលទៅធ្វើឲ្យខ្សោយសុខភាពទៅធ្វើបង្កតំណោះទៅជន់រោគជន់សត្វធាតុកាចហិនហោចបាត់បង់អស់ទ្រព្យសម្បត្តិអីជាដើមដោយសារប្រព្រឹត្តខុសទៅប្រព្រឹត្តណែអបាយមុខទាំង6ហ្នឹងព្រះអង្គសម្ដែងឲ្យស្ដាប់យ៉ាងពឹសស្ដាររួចមកព្រះអង្គសរុបចុងក្រោយបញ្ជាក់បន្ថែមថាអញ្ចេះមនាលមាននោះទិសទាំង6ក្នុងសាសនាតថាគតនេះគេរាប់អញ្ចេះទិសខាងកើតជាទិសមេត្តាបិតាទិសខាងត្បូងជាទិសគ្រូអាចារ្យទិសខាងលិចជាបុត្រភរិយាទិសខាងជើងជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍ទិសខាងក្រោមជាទិសកម្មករថ្វាយបង្គំទិសខាងកើតមានន័យថាទិសម៉ែទិសឪតែនឹងលោកចង់បញ្ជាក់ថាបើម៉ែឪនៅរស់ជូនបាយទឹកនំចំណីជូនគាត់ហើយបើគាត់ស្លាប់ទៅធ្វើបុណ្យឧទ្ទិសជូនគាត់អានឹងបានគេហៅថ្វាយបង្គំទិសខាងកើតមិនមែនមកថ្វាយបង្គំមែនតែនអញ្ចឹងឯណាឯងនេះអត់ដឹងខំតែថ្វាយបង្គំមែនតែនត្រង់ឪពុកអត់អីហូបអត់ដឹងបានព្រះអង្គបំភ្លឺប្រាប់ហើយបើរៀនមានចំណេះពីគ្រូណាមកដឹងគុណគាត់ធ្វើបុណ្យតបស្នងសងគុណគាត់បើគាត់ស្លាប់ទៅឧទ្ទិសបុណ្យឲ្យគាត់ផងនេះថ្វាយបង្គំទិសខាងត្បូងហើយបើទិសខាងលិចវិញបុត្រភរិយាបើគ្នានៅរស់ជួយសង្គ្រោះតាមបែបរស់បើស្លាប់ហើយធ្វើបុណ្យតាមបែបស្លាប់នេះថ្វាយបង្គំទិសខាងលិចឯទិសខាងជើងជាមិត្តសម្លាញ់ធ្លាប់ស្គាល់គ្នាសង្គ្រោះគ្នាតាមបែបរស់ទៅបើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងនេះទិសខាងជើងឯទិសខាងលើស្រឡាញ់គោរពសាមណៈព្រាហ្មណ៍អង្គណាធ្វើបុណ្យប្រគេនលោកផងពេលលោកសកុតទៅនោះហើយចំណែកខាងទិសខាងក្រោមទិសសកម្មករតូចតាជាងយើងបើនៅរស់សង្គ្រោះតាមបែបរស់ទៅបើស្លាប់ទៅហើយធ្វើបុណ្យឲ្យគ្នាផងឧទ្ទិសបុណ្យឲ្យគ្នាផងនេះទេថ្វាយបង្គំទិសទាំង6គេថ្វាយអញ្ចឹងឯងអត់ដឹងខំតែថ្វាយមែនតែនដោយសារព្រះអង្គបំភ្លឺប្រាប់នឹងហើយបានអ្នកកាន់ពុទ្ធសាសនាយល់ថាអូបើម៉ែឪនៅរស់យើងជូនផ្ទាល់ហើយបើគាត់ស្លាប់ទៅហើយមានតែផ្លូវធ្វើបុណ្យបញ្ជូនទៅបណ្ណាការធ្វើបុណ្យបញ្ជូនទៅនោះវាមានលក្ខណៈអង្គរបស់គេ3បើធ្វើមិនគ្រប់អង្គហ្នឹងអត់បានទេណាញោមទី1ហៅថាពោជនីយសម្បទាដល់ព្រមដល់បុគ្គលគួរបូជាជូនយាយជូនតាជូនអាចារ្យប្រគិនប្រសងសង្ឃអមហិសុតតថេតាយកមកប្រគិនប្រសងឲ្យបានផ្ទាល់ដៃមហាត់មួយចំអាមចន្លោះពីមុខលោកកុំឲ្យឆ្ងាយជាងហ្នឹងមិនមែនចេះតែលើកយកមកដាក់ប៉ុកដូចអ្នករត់តុកបំរើទឹកកកក្នុងហាងកាទៀវនោះទេហើយចឹងហើយឲ្យលោកទទួលកាន់ប៉ះសិនតនេះការប្រគិនផ្ទាល់ដៃមួយទី2ទៀតលោកហៅថាទាយិកានឹងឧទ្ទិសសេនៈទាយុគឺម្ចាស់ទាននោះទេអ្នកឧទ្ទិសមិនមែនអាចារ្យានឹងឧទ្ទិសសេនៈអាចារ្យអ្នកឧទ្ទិសឬក៏ភិក្ខុសង្ឃានឹងឧទ្ទិសសេនៈភិក្ខុសង្ឃអ្នកឧទ្ទិសមិនមែនទេគឺម្ចាស់បុណ្យឯណោះសោះអ្នកឧទ្ទិសហើយអាចារ្យខំជួយអានឈ្មោះនោះគ្រាន់តែជាការរំលឹកទេប៉ុន្តែបានមិនបាននៅលើម្ចាស់បុណ្យឯណោះតាយើងវាមិនចេះឧទ្ទិសនឹងហើយបានទៅរកគ្រូយកមកជួយគ្រូនឹងភាសាបាលីថាអាចារ្យបានជាអាចារ្យមកហ្នឹងគេបង្កើតបាលីវាគេថាមួយម៉ាត់ឲ្យយើងថាតាមដល់តែវាអាចារ្យវាកូនចៅខ្លះអត់ថាតាមផងថាតែយាយតាមមកពីជើងពីត្បូងឆ្ងាយកូនចៅអង្គុយទៅថ្មឹងអា
តានឹងហើយដែលគេហៅថាខុសខ្ញុំមើលឃើញដែរអញ្ចឹងបើយើងមិនចេះឧទ្ទិសអាចារ្យវេថាតាមអាចារ្យទៅអាចារ្យឲ្យសមាទានសិលសមាទានតាមទៅពីព្រោះខណៈយើងប្រគេននឹងចង់ឲ្យយើងមានសិលអាពេលហួសពីនឹងដាច់សិលអានោះជារឿងមួយផ្សេងប៉ុន្តែឲ្យតែក្នុងពេលប្រគេននឹងមានសិលបានបនពេញបានជារៀបប្រគេនអាចារ្យរៀបវេតែងតែរតនាសិលសណោឲ្យកូនចៅសមាទានសិលហើយបើបានប៉ុណ្ណឹងគ្រាន់ប៉ុណ្ណឹងបានទៀតនោះដល់វគ្គឧទ្ទិសវគ្គប្រគេនហៅកូនបងបាត់កូនប្អូនហៅកូនបងប្អូនបាត់កូនបងថ្ងៃចិត្តត្រង់អាចារ្យមើលទៅមកយូរកាហៅមួយបាត់មួយទៅគេមកស្ដីឲ្យអាចារ្យទៅយីហៅឯងវាជាប់ភ្ញៀវអ្នកបុកអ្នកការមកច្រើនទេគេតែហៅឯងធ្វើជំនួសខ្ញុំទៅអាចារ្យចិត្តតែជំនួសហើយប៉ុន្តែបក្រែងបនយើងចំណាយរាប់លានបានទៅអាចារ្យ